ตะตองនឹងរឿងលោកត្រាំថាបាត់ឈប់បាញ់ជាមួយអ៊ីរ៉ង់ត្រូវឆាចោលលែងមានកិច្ចព្រមព្រៀងអ្វីតទៅទៀតហើយដល់ហើយពិភពលោកយើងបងប្អូនកំពុងតែល្អោកល្អឿនរាត្រីទឹកខ្មុំជាមួយគ្នាមាន MOU មានប័ណ្ណឈប់បាញ់សន្យាថាចរចា60ថ្ងៃនឹងឥឡូវបើកច្រកហមូសនឹងមកប្រេងចាប់ផ្ដើមចុះថ្លៃយ៉ាងកំហុកលើពិភពលោកលាក់នឹងលាក់អីអញ្ចឹងមកកប៉ាល់អីចាចរាចរបានអីស្រាប់តែម្សិលមិញអ៊ីរ៉ង់បាញ់កប៉ាល់ដឹកប្រេង3កប៉ាល់ឆេះខ្ទេចអាមេរិកទ្រាំមិនបានដាក់ឈឹបទម្លាក់គ្រាប់ចូល80ទីតាំងទៀតចូលក្នុងប្រទេសអ៊ីរ៉ង់ហើយតទៅពេលទម្លាក់គ្រាប់ឈឹបទៅលោកត្រាំចេញសារថ្ងៃនេះពីអង្គការ៉ាប្រទេសទួរគីនៅពេលចូលរួមប្រជុំជំនួបកម្ពុជាអង្គការ NATO ដឹងគាត់ថាម៉េចទេចាប់ពីពេលនេះតទៅលែងមានកិច្ចព្រមព្រៀងអីជាមួយអ៊ីរ៉ង់ទៀតហើយអាកិច្ចព្រមព្រៀងចាស់នៃប័ណ្ណឈប់បាញ់ដែលមានស្រាប់គឺឆាចោលហើយបាទនេះថាម៉េចបងប្អូនគឺលោកត្រាំប្រាប់ថាចាប់ពីពេលនេះទៅវាយអ៊ីរ៉ង់ពេលណាម៉ោងណាអីទៀតបានស្រេចចិត្តលែងមានប័ណ្ណឈប់បាញ់ហើយក៏លែងមានកិច្ចព្រមព្រៀងទៀតដែរហេតុអីបងប្អូនហេតុអីបានជាទៅជាអញ្ចឹងអ្នកណាអ្នកខុសអ្នកណាអ្នកខូចរឿងវិញចេះគេហៅស្រីប្រកាន់ប្រុសប្រកែកលោកត្រាំគាត់ចង់បានមុខមាត់របស់គាត់ដែរព្រោះពេលដែលគាត់ចាប់ផ្ដើមវាយអ៊ីរ៉ង់ប្រាវគោលដៅរបស់លោកត្រាំគឺមាន2តាំងពីដើមទីមក2ដែលគាត់និយាយពីរឿងនយោបាយទី1គឺគាត់វាយឲ្យអ៊ីរ៉ង់ដូររបបដឹកនាំរដ្ឋពីរបបផ្ដាច់ការមកជារបបសេរីប្រជាធិបតេយ្យដឹកនាំដោយប្រជាពលរដ្ឋមិនមែនក្រុមសាសនាឬក្រុមនិកាយដែលផ្ដាច់ការសម្រាប់ប្រជាពលរដ្ឋយ៉ាងរង្គាលធ្វើបាបប្រជាពលរដ្ឋគ្មានស្បើយនោះទេអាហ្នឹងទី1ដែលច្បាស់អ្នកណាក៏ដឹងដែរថាហើយហ្នឹងសំរុំអ្នកណាក៏ទទួលស្គាល់ដែរថាគាត់ធ្វើត្រូវដើម្បីបដូររបបនេះឲ្យមានប្រជាធិបតេយ្យបានប្រយោជន៍ដល់ប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងទូទាំងប្រទេសនិងពិភពលោកផងទី2គឺកម្ចាត់អ៊ីរ៉ង់ឈប់ឲ្យផលិតអាវុធបរមាណូដើម្បីកុំឲ្យគំរាមកំហែងដល់សម្ព័ន្ធមិត្តរបស់ប្រទេសអាមេរិកនៅឯឈូងសមុទ្រនៅតំបន់មជ្ឈិមបូព៌ាអាហ្នឹងគោលដៅ2ដែលយើងដឹងពីរឿងនយោបាយគោលដៅទី3ដែលអ្នកណាមិនចាំបាច់សួរទេគឺលោកត្រាំគឺជាអ្នកជំនួញដូច្នេះគាត់ចង់បានចំណេញប្រេងចំណេញស្អីសេដ្ឋកិច្ចពីការដែលអ៊ីរ៉ង់លែងคล้ายទៅជាអ្នកជើងកាងនៅតំបន់មជ្ឈិមបូព៌ាវាបានចំណេញដល់អ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់អាមេរិកផងវាបានចំណេញដល់សម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ហ្នឹងគឺកាច់ធ្មង់អ៊ីរ៉ង់បានសេដ្ឋកិច្ចប្រេងកាតនេះគឺជារឿងសំខាន់ដែរ3ចំណុចហ្នឹងអញ្ចឹងនៅពេលដែលវាយព្រឹបវិបត្តិធំមួយគឺបិទច្រកហមូសសាំងប្រេងទំនិញពិភពលោក20%នៃទំនិញសរុបដែលឆ្លងកាត់ចាយទៅលើពិភពលោកគឺឆ្លងតាមច្រកហមច្រកហមូសហើយច្រកហមូសនេះស្ថិតក្រោមដែនអធិបតេយ្យរបស់អ៊ីរ៉ង់ដល់អញ្ចឹងទៅអ៊ីរ៉ង់បិទអាច្រកហ្នឹងគឺឆ្លោះគ្នាប្រេងសាំងឡើងថ្លៃលោកត្រាំខ្លាចប្រជាពលរដ្ឋនៅពិភពលោករលរឿងគាត់ថារឿងនេះគឺដោយសារលោកត្រាំនឹងឯងបានជាប្រេងឡើងថ្លៃព្រោះអីឆ្លោះមួយអ៊ីរ៉ង់បិទអាច្រកហមូសហ្នឹងគឺចាប់ហើយវាដូចច្បាច់កអញ្ចឹងគាត់ត្រូវដាក់សម្ពាធអ៊ីរ៉ង់ផងក៏គាត់រងសម្ពាធខ្លួនឯងដែរអញ្ចឹងឈិនឆៃរហូតម្ដងមានបាត់ឈប់បាញ់ម្ដងមួយអាទិត្យម្ដងពជាម្ដងចេះម្ដងចុះម្ដងជួបម្ដងដូចថាបាត់ឈប់បាញ់កិច្ចព្រមព្រៀងបាត់ឈប់បាញ់កិច្ចព្រមព្រៀងជួបបានឈប់បាញ់ហើយមានបាញ់ខ្លះអីលាក់នឹងលាក់វាទៅដូចថាសឡកពឹសចឹងដើម្បីមួយថ្ងៃគិតមួយថ្ងៃមួយថ្ងៃគិតមួយថ្ងៃមួយថ្ងៃគិតមួយថ្ងៃចុងក្រោយនេះគឺលោកត្រាំក៏រងសម្ពាធលើសកលលោកនិងប្រជាពលរដ្ឋនៅអាមេរិកនឹងជាពិសេសគណៈបកប្រឆាំងថាធ្វើសង្គ្រាមនឹងខុសរឿងខុសអីសភាអាមេរិកតុលាការអីសំទោសតុលាការកពូលអីក៏គេសម្រេចអនុម័តមិនឲ្យនៅរដ្ឋសភាអីគេអនុម័តមិនឲ្យលោកត្រាំបន្តសង្គ្រាមជាមួយអ៊ីរ៉ង់អីទៀតអីអញ្ចឹងទៅក៏ចាប់ផ្ដើមបញ្ញាប់បញ្ញាល់មានកិច្ចព្រមព្រៀងទាំងនៅឆៅបដូលគឺអីព្រមព្រៀងគ្នាឈប់បាញ់គ្នាពីពេលនេះតទៅហើយឲ្យអ៊ីរ៉ង់បើកច្រកហមូសហើយចរចាបរមាណូអីអញ្ចឹងទៅហើយជួយលុយ300,000 លានដុល្លារដើម្បីស្ដារប្រទេសអ៊ីរ៉ង់ឲ្យលុយអ៊ីរ៉ង់ដែលបកកមក
24,000 លានដុល្លារទៅអ៊ីរ៉ង់វិញដែលដាក់ទណ្ឌកម្មពីមុនមកហើយឲ្យអ៊ីរ៉ង់លក់ប្រេងឲ្យបានស្រាចិត្តអានេះធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយច្រើនគ្នាស្អីគេអ៊ីរ៉ង់ហាអាគោលដៅដើម្បីឲ្យអ៊ីរ៉ង់បានប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអត់សោះអត់និយាយលេងឥឡូវមកតាក់តងរឿងប្រេងតាក់តងរឿងជួយអ៊ីរ៉ង់តាក់តងរឿងស្អីណាឲ្យបរិមាណណូចរចាអត់បានទៀតហើយនៅពេលដែលលោកត្រាំនិយាយថាជោគជ័យអ៊ីរ៉ង់ឯនោះវិញថាអត់បានជោគជ័យអីអញ្ចឹងទេគេនៅគ្រប់គ្រងចេះគេនៅគ្រប់គ្រងចឹងវាបន្ទល់បន្ទោអញ្ចឹងបាទថ្ងៃនេះលោកត្រាំគាត់ថាឈប់និយាយមួយអ៊ីរ៉ង់ហ្មងព្រោះគាត់ថាមេដឹកនាំអ៊ីរ៉ង់សុទ្ធតែឈួតលីលាគាត់ថាមេដឹកនាំអ៊ីរ៉ង់ឈួតលីលាអ៊ីរ៉ង់ចោទលោកត្រាំថាជាមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយនិយាយបាត់ដៃខ្នងដៃហើយគម្រាមអ៊ីរ៉ង់រហូតពេលពងចរចាអ៊ីរ៉ង់ថាបើនៅតែគម្រាមទៀតគឺឈប់ចរចាអីទៀតហើយព្រោះអីអត់អាចនឹងចាប់ដៃជន់ជើងណែវាទៅជាអញ្ចឹងឥឡូវបានហើយឥឡូវជន់ជើងហើយបាញ់គ្នាប្រាវអញ្ចឹងឈប់មានបាត់ឈប់មានអីទាំងអស់ទៅតាមតាណាប្រេងឡើងភ្លឹបប្រេងឡើងដល់ទៅ5%វិញមកពេចតិចទៀតឡើងទៀតហើយបងប្អូនព្រោះអីវាអត់ចាប់ហើយដូចខ្ញុំនិយាយចឹងសង្គ្រាមនៅអ៊ីរ៉ង់នេះវាមិនមែនជាសង្គ្រាមបច្ចេកទេសទេវាជាសង្គ្រាមនយោបាយលោកត្រាំចិត្តដល់ថ្ងៃបោះឆ្នោតហើយបងប្អូនត្រូវដឹងនៅសល់តែ3-4 ខែទៀតទេហើយប្រជាប្រិយរបស់គាត់ហ្នឹងគឺរងតដាប់តដួសមែនតែនព្រោះគោលនយោបាយអន្តោប្រវេសន៍គាត់វាដូចថាធ្ងន់ពេកសម្រាប់ជនអន្តោប្រវេសន៍ដែលមានសិទ្ធិបោះឆ្នោតច្រើនណាស់ហើយបពប្រឆាំងក៏គេនៅតែចាំក៏សកត់កគាត់ដល់អញ្ចឹងអាប្រជាប្រិយគាត់នឹងឲ្យសាំងឡើងថ្លៃគ្រឿងសម្ភារៈប្រើប្រាស់ឡើងថ្លៃស្អីក៏ឡើងថ្លៃដែរពេលដែលគាត់កាន់ការហ្នឹងអត់មានចុះអីដោយការសន្យាគាត់ដល់អញ្ចឹងគាត់ពិបាកណាបងប្អូនពិបាកគ្រប់រឿងស្អីក៏ឡើងថ្លៃដែរគ្រឿងឧបភោគបរិភោគអតិផរណាបញ្ហាសពបែបយ៉ាងការសន្យារបស់គាត់ថាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនមួយថ្ងៃតែ24 ម៉ោងពេលគាត់កាន់អំណាចឥឡូវអត់ទេអ៊ុយក្រែនវាយគ្នាកាន់តែខ្លាំងមួយរុស្ស៊ីទៀតហោះដល់ពេលគាត់ថាកាន់ហ្នឹងគឺអារបស់របរស្អីស្អីគ្រឿងសម្ភារៈឧបភោគបរិភោគអីនៅស្រុកអាមេរិកគឺចុះថ្លៃឥឡូវប្រេងឡើងថ្លៃរហូតដល់គុណនឹង2គុណនឹង3គ្រឿងស្អីក៏ឡើងថ្លៃដែរដោយសារតែបញ្ហាសេដ្ឋកិច្ចនៅអាមេរិកផងបញ្ហារឿងសមុទ្រឈូងសមុទ្រនៅអ៊ីរ៉ង់ហ្នឹងដល់អញ្ចឹងគេរករឿងចឹងគាត់ចង់ឲ្យឈ្នះសង្គ្រាមហ្នឹងដើម្បីយកស្អំចិត្តប្រជាពលរដ្ឋដើម្បីទប់កុំឲ្យបោះឆ្នោតទម្លាក់គាត់នៅថ្ងៃទី4 ខែវិច្ឆិកាឆ្នាំ2026ឥឡូវរឿងឲ្យមានកិច្ចព្រមព្រៀងវាអត់បានដូចចិត្តព្រោះប្រជាពលរដ្ឋគាត់ថាអូបានកិច្ចព្រមព្រៀងនឹងឲ្យបាត់ឈប់បាញ់ឲ្យលោកត្រាំអាចនឹងទៅទូងស្គរជ័យប៉ុន្តែអ៊ីរ៉ង់នៅតែជាប្រទេសផ្ដាច់ការអាមេរិកនៅតែចាញ់ព្រៀបអ៊ីរ៉ង់ដល់អញ្ចឹងទៅគាត់បាត់ប្រជាប្រិយនឹងទៀតអញ្ចឹងលុបអាកិច្ចព្រមព្រៀងនឹងចោលទៅអញ្ចឹងបោះឆ្នោតហើយរហូតតបបោះឆ្នោតនឹងហើយចាំមើលនោះថែម2 ឆ្នាំទៀតតបបោះឆ្នោតរើសប្រធានាធិបតីឆ្នាំ2028ឯណាទៀតបងប្អូនចាំមើលទៅរឿងនេះនយោបាយដូចចឹងយើងអ្នកងាប់ហ្មងប្រជាពលរដ្ឋជាពិសេសប្រទេសក្រីក្រដូចស្រុកខ្មែរហ្នឹងគឺបាត់អត់តាន់គេទេអាមេរិកអត់ស្លាប់ទេបងប្អូនកលុកប៉ុណ្ណាអាមេរិកអត់ស្លាប់ទេព្រោះសេដ្ឋកិច្ចគេរឹងមាំណាស់ស្លាប់សម្ោចសង្អានពេលដំរីឆ្លោះគ្នាចឹងគឺកម្ពុជាយើងតូចតាចខ្វះខាតនឹងឯងឥឡូវយើងដឹងហើយបាទនាំគ្នាបាញ់គ្នាឥឡូវនៅអ៊ុយក្រែនឯនោះវិញព័ត៌មានបញ្ចប់ផ្ទៃមេឃក្រុងមូស្គូក្រាស់ខ្មឹកដោយ drone អត្តឃាតរបស់អ៊ុយក្រែនសម្រុកដល់ហើយសម្រុកអត់សម្រាប់ដៃដែរដោយសារអីរុស្ស៊ីហ្នឹងគឺអត់ព្រមឈប់បាញ់ចង់និយាយអត់ព្រមដកទ័ពចេញពីតំបន់ដែលឈ្លានពានអ៊ុយក្រែនអញ្ចឹងអ៊ុយក្រែនមានកម្លាំងប្រើ drone បងប្អូនដឹង drone បាញ់ទៅប្រមាណគ្រឿងទេ2ថ្ងៃជាប់គ្នា430គ្រឿងសុទ្ធតែ drone រត់ចម្ងាយឆ្ងាយហើយបាញ់ទៅសំដៅលើទឹកដីរុស្ស៊ីជាការពិតរុស្ស៊ីគេមានប្រព័ន្ធការពារចាប់ drone នឹងបានរាប់រយគ្រឿងដែរប៉ុន្តែនៅតែមានធ្លាក់កំទេចរោងចក្រផលិតអគ្គិសនីធម្មពលខ្ទេចខ្ទីស្ពានថ្នល់រុស្ស៊ីឥឡូវរងគ្រោះមែនតើដោយសារ drone របស់អ៊ុយក្រែននេះប៉ុន្តែរុស្ស៊ីអត់ទៅអាចទៅយំឡាំប៉ាប្រាប់ពិភពលោកឲ្យមកជួយថ្កោលទោសអ៊ុយក្រែនបានទេព្រោះអីខ្លួនឯងឈ្លានពានអ៊ុយក្រែន4 ឆ្នាំហើយដូច្នេះឥឡូវដល់ពេលទទួលផលកម្មគេថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាហើយជាមេដឹកនាំផ្ដាច់ការទៀតអត់ណាមើលណាអីគេបន់ឲ្យតែលលាយទេឥឡូវទៅហើយដល់អញ្ចឹងទៅគ្រាន់តែថវិកាដែលគ្រាន់តែខ្ទេចខ្ទីប្រហែលថ្ងៃហ្នឹងបើនិយាយពីការខូចខាតមានប្រហែលជា13,000 លានកន្លះហើយប្រជាពលរដ្ឋរុស្ស៊ីឥឡូវកំពុងតែដេកលែងបានដូចប្រជាពលរដ្ឋអ៊ុយក្រែនដែលរុស្ស៊ីធ្វើបាបពីមុនដែរអានឹងបាបកម្មគាត់ទេបាទហើយនៅក្នុងពេលនេះ
មានព័ត៌មានថ្មីមួយគួរឲ្យកត់សម្គាល់តាមពិតមិនមែនជាថ្មីសន្លាងទេគឺជាថ្មីល្មមតាក់ទងនឹងទាហានរុស្ស៊ីជិត30000នាក់ស្លាប់ក្នុងមួយខែមិថុនាកន្លងទៅបងប្អូន30000នាក់ហើយអ៊ុយក្រែនណាពេលដែលសម្លាប់ទាហានរុស្ស៊ីដែលគេបញ្ជូនមកសមរភូមិនៅទល់ដែនហ្នឹង30000នាក់នៅក្នុងតែមួយខែបងប្អូនគឺមានរូបថតគ្រប់នៅក្នុងការទម្លាក់គ្រាប់ទៅលើទាហានរុស្ស៊ីដែលមកហ្នឹងគឺអ៊ុយក្រែនថតបានទាំងអស់ដើម្បីយកមកផ្សាយប្រាប់អំពីតួលេខនេះមិនមែនកុហកហើយលោក Zelensky ជាអ្នកនិយាយអំពីចំនួនទាហានរុស្ស៊ីស្លាប់នៅក្នុងកិច្ចប្រជុំ NATO ហ្នឹងហ្មងប៉ុន្តែលោក Zelensky គាត់ប្រកែឆ្លាតគាត់ប្រើពាក្យចេះគាត់ថាអ៊ុយក្រែនគ្មានមោទនភាពសូម្បីតែបន្តិចនៅក្នុងការសម្លាប់ទាហានរុស្ស៊ីទាំង30000នាក់ហ្នឹងគឺមិនចង់ធ្វើទេព្រោះអាណិតគ្នាដែរក៏ប៉ុន្តែអ៊ុយក្រែនត្រូវការពារខ្លួនជាសិទ្ធិការពារដែនអធិបតេយ្យរបស់ខ្លួនពីការឈ្លានពានរបស់រុស្ស៊ីហើយទ័ពរុស្ស៊ីដែលគេបញ្ជូនមកហ្នឹងគឺបញ្ជូនឲ្យស្លាប់នៅក្នុងសមរភូមិក្នុងដែនអ៊ុយក្រែនការពារខ្លួនដូច្នេះនេះជាសារប្រាប់ទៅទាហានរុស្ស៊ីនិងលោក Vladimir Putin ឲ្យដឹងថាបញ្ជូនមនុស្សមកឲ្យស្លាប់ចឹងហើយបានអ្នករាយការណ៍ឆ្លងឆ្លើយព័ត៌មានអាមេរិកនិយាយពីរឿងសង្គ្រាមនៅរុស្ស៊ីថាទ័ពរុស្ស៊ីអាយុរស់បានតែ2សប្តាហ៍ទៅ3សប្តាហ៍ទេគឺបញ្ជូនមកដល់ព្រំដែនភ្លាមគឺស្លាប់នៅក្នុង2-3សប្តាហ៍ហ្នឹងអាយុខ្លីអត់ដល់1ខែផងដោយសារអីមកគឺជួបនឹងដ្រូនអ៊ុយក្រែនបាញ់សម្លាប់ភ្លាមស្លាប់អស់តែម្ដងហើយបញ្ជូនមកទៀតស្លាប់ទៀតមកដល់ម៉ោងនេះទាហានរុស្ស៊ីស្លាប់អស់ដល់ទៅកន្លះលានអ្នកហើយបងប្អូនកន្លះលានអ្នក500000គឺ500,000អ្នកច្រើនណាស់ទាហាននេះសឹងតែពាយរុស្ស៊ីអស់ទាហានណាបងប្អូនដឹងគាត់យកមកពីណាទៀតទេគាត់យកអ្នកទោសដែលជាប់ទោសធ្ងន់ជាប់ទោសស្អីក៏ដោយហ្នឹងគឺដោះលែងសន្យាឲ្យប្រាក់ខែឲ្យជាការរួចនៅក្រៅឃុំអីអញ្ចឹងទៅប៉ុន្តែយកមកបំពាក់ខោអាវទាហានបញ្ជូនទៅសមរភូមិស្លាប់អស់ហ្មងអ្នកទោសដែលបញ្ជូនទៅសមរភូមិក្នុងចំណោមមនុស្សកន្លះលានអ្នកហ្នឹងគឺមានជិត200,000នាក់180,000គឺ180,000ទៅ200,000នាក់ដែលជាអ្នកទោសដែលរុស្ស៊ីយកមកពាក់អាវឲ្យយកមកបាញ់នៅអ៊ុយក្រែនគឺស្លាប់នៅក្នុងសមរភូមិអ្នកទោសស្លាប់ជិត200,000នាក់យើងអយុត្តិធម៌ប៉ុណ្ណាបើគ្នាជាប់គុកទៅក៏វាជាប់គុកក៏មិនងាប់មិនស្លាប់តែឥឡូវយកមកឲ្យគ្នាស្លាប់អស់200,000នាក់ហេតុអីបានជាតួលេខនឹងភ្ញាក់ផ្អើលបងប្អូនមិនបានគេដឹងថាអ្នកទោសដល់ទៅ200,000នាក់បានស្លាប់ឬក៏បាត់ព្រោះចេញពីគុកអស់គុកនៅរុស្ស៊ីនេះណាចាំមើលខ្ញុំឲ្យតួលេខទុកគុកនៅរុស្ស៊ីនេះមែនតែនកាលដំបូងឡើយគឺមានចំនួនកាលពីឆ្នាំ2021មួយឆ្នាំមុនឆ្លោះគ្នាជាមួយនឹងអ៊ុយក្រែនមុននឹងឈ្លានពានអ៊ុយក្រែនគឺអ្នកទោសនៅពន្ធនាគាររុស្ស៊ីមាន465,000នាក់ចិត្តកន្លះលានគាត់អ្នកទោសហ្នឹងចិត្តកន្លះលាន465,000នាក់នេះជារបាយការណ៍របស់អង្គការសិទ្ធិមនុស្សនិងការស្រាវជ្រាវរបស់សារព័ត៌មាន BBC ដែលយកព័ត៌មាននេះហើយក្រោយមកគឺចំនួននេះបាត់រហូតដល់ទៅ282,000នោះមិនមែនបាត់ទេពី465,000នាក់សប្ងៃនេះចំនួនអ្នកទោសនៅក្នុងពន្ធនាគាររុស្ស៊ីដែលមិនបានដោះលែងទេគឺស្រកមកនៅត្រឹមតែ282,000នាក់ទេបងប្អូនស្រកពី4លានជាង400,000ជាងមកនៅត្រឹមតែ200,000ស្រកចិត្តពាក់កណ្ដាលបានន័យថាវាបាត់អស់អាជិត200,000នាក់ដែលគេមកបញ្ជូនឲ្យស្លាប់នឹងឯងអស្ចារ្យណាស់ហើយក្រៅពីអ្នកទោសនេះនៅមានប្រជាពលរដ្ឋដែលរងតាមចាញ់បោករុស្ស៊ីជាពិសេសប្រជាពលរដ្ឋនៅប្រទេសអាហ្វ្រិកមកធ្វើទាហានដើម្បីបានលុយ$2,500នៅក្នុងមួយខែប្រទេស30ដែលមានមនុស្សមិនមែនទាហានទេដែលជាមកស៊ីឈ្នួលធ្វើទាហានឲ្យរុស្ស៊ីបង់លុយមួយខែ$2,500ហើយសន្យាឲ្យប្រថាប់ប្រយោជន៍អីមកច្រើនណាស់ពីប្រទេសនៅអាហ្វ្រិកហ្នឹងគឺយកមកទៅស្លាប់នៅក្នុងសង្គ្រាមហ្នឹងទាំងអស់
ទៅហ៊ានខ្លួនឯងទៅជួលទៅហ៊ានបរទេសមកទៅហ៊ានប្រជាពលរដ្ឋដែលមកស្ម័គ្រស៊ីឈ្នួលហ្នឹង30ប្រទេសក្តោខ្លោចផ្សារក្តៅក្រហាយគាត់នាំគ្នាផ្សព្វផ្សាយថាបាត់ទាហានបាត់អីបាត់មនុស្សរបស់ខ្លួនហ្នឹងគឺទៅរុស្ស៊ីនឹងឯងដោយសារតែការលន្តងលួងអីអញ្ចឹងទៅបាទឥឡូវបងប្អូនឃើញហើយមានបានប្រយោជន៍អីបាទបើព័ត៌មានបញ្ចប់ខ្ញុំសង្ខេបរឿងដែលថាមួយទៀតតកតងនឹងអាមេរិកនេះឥឡូវអាមេរិកលុបអាជ្ញាប័ណ្ណដែលឲ្យអ៊ុយក្រែនលក់ប្រេងដោយអត់មានជាប់ទណ្ឌកម្មហ្នឹងឥឡូវលុបបាត់ហើយអញ្ចឹងអ៊ុយក្រែនលែងលក់សំទោសអ៊ីរ៉ង់លែងលក់ប្រេងទៅបរទេសទៅណាបានទៀតហើយចឹងទណ្ឌកម្មមានដដែលអីមានដដែលពិភពលោកនេះកំពុងតែឡើងកម្ដៅទៀតហើយអញ្ចឹងបញ្ហាកម្ពុជាយើងក៏ឡើងកម្ដៅពិភពលោកក៏ឡើងកម្ដៅវិបត្តិសេដ្ឋកិច្ចវិបត្តិអីសពបែបយ៉ាងខ្ញុំសូមបួងសួងបន់ស្រន់សូមឲ្យកម្ពុជាមានដំណោះស្រាយឲ្យបានឆាប់សូមឲ្យប្រជាពលរដ្ឋខ្មែររងទុកខ្លោចផ្សារនេះឆ្លងផុតពីព្យុះព្យុមាននេះឲ្យបានឆាប់ក៏ប៉ុន្តែមើលមិនឃើញកោះត្រោយនេះទេព្រោះរដ្ឋាភិបាលកម្ពុជាមិនមានការកែតម្រង់អីសោះសូម្បីតែផ្សះផ្សាជាតិក៏អត់សូម្បីតែដោះលែងអ្នកទោសមនសិការក៏អត់សូម្បីតែស្អីហ្នឹងក៏អត់នៅតែងើបមួយវាយមួយទម្លាក់ក្រសួងឲ្យទៀបក៏អត់ទៅរលុយពីណាមានតែខ្ចីគេទៀតអ្នកណាឲ្យយើងខ្ចីគេកំពុងតែមានវិបត្តិគ្រប់គ្នានេះដូច្នេះមិនដឹងថាទៅផ្លូវណាដែរហើយខ្ញុំថាបើយើងពិបាកខ្លាំងនៅក្នុងពេលហ្នឹងគឺសុំសមានចិត្តតែម្យ៉ាងទេសុំឲ្យរដ្ឋាភិបាលផ្សះផ្សាជាតិបង្រួមជាតិទៅកុំឲ្យខ្មែរបែកបាក់គ្នាហើយទប់ឆ្កែកុំឲ្យខំប្រសេកប្រសាយពេកពិបាកណាស់ក្នុងពេលដែលលំបាកបែបនេះហើយម្យ៉ាងទៀតគឺរឿងមួយទៀតដែលត្រូវធ្វើប្តឹងថៃទៅតុលាការយុទ្ធធរអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិទៅបើអាចធ្វើបានរដ្ឋាភិបាលក្រៅប្រទេសប្តឹងអីក៏ដោយរដ្ឋាភិបាលខ្មែរមានសិទ្ធិគ្រប់គ្រាន់មានភ័ស្តុតាងមានអីនឹងដាក់ថែមទៀតទៅដើម្បីឲ្យមានទម្ងន់កាន់តែខ្លាំងហើយកុំឲ្យរដ្ឋាភិបាលក្រៅប្រទេសនឹងយកបងឈ្នះព្រៀបអីធ្វើទៅតុលាការយុទ្ធធរអន្តរជាតិនឹងប្តឹងគេមិនបាច់ទៅបង្ហាញភ័ស្តុតាងអីមកឲ្យប្រជាពលរដ្ឋខ្មែរថាអានឹងដីខ្មែរអីទៀតទេបានហើយយើងដឹងហើយគ្មានវិនាទីណាដែលខ្ញុំថាដីអស់នឹងដីថៃទេគឺខ្ញុំនៅតែថ្កោលទោសថៃថាឈ្លានពានដីខ្មែរអស់លោកមិនបាច់បញ្យល់ប្រាប់ខ្ញុំទេខ្ញុំជឿថាប្រជាពលរដ្ឋដែលស្ដាប់ show ខ្ញុំជាង32លាន views ហ្នឹងក៏គាត់យល់ថាដីទាំងអស់ហ្នឹងជាដីខ្មែរបានហើយគេយល់ហើយមិនចាំបាច់បញ្យល់អីទៀតទេប៉ុន្តែត្រូវបញ្យល់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិទាញរកភ័ស្តុតាងហ្នឹងឲ្យគេជឿយើងដើម្បីខ្ចាក់ឲ្យថៃទទួលខុសត្រូវមកវិញអាហ្នឹងបានលោកធ្វើជួយជាតិនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិនៅក្នុងចុងឆ្នាំ2017គួរឲ្យភ្ញាក់ផ្អើលឆ្នាំ2018មួយឆ្នាំក្រោយមកក្រោយរំលាយគណៈបកសង្គ្រោះជាតិនេះបងប្អូនដឹងសេដ្ឋកិច្ចយើងឡើងឬចុះហ៎សេដ្ឋកិច្ចខ្មែរឡើងពី 6.5 មក 7.5 7.6 ឡើងទៀតបានន័យថាម៉េចបានន័យថាការរំលាយគណៈបកសង្គ្រោះជាតិចោលគឺសេដ្ឋកិច្ចខ្មែរគឺលូតលាស់ខ្លាំងហ្មងអញ្ចឹងឬក៏យ៉ាងម៉េចបើយើងមើលព្រឹត្តិការណ៍នេះឲ្យជាក់ស្ដែងគឺសេដ្ឋកិច្ចខ្មែរហក់ឡើងខ្ពស់ដល់7ចុចជាងនៅពេលដែលមួយឆ្នាំក្រោយរំលាយគណៈបកសង្គ្រោះជាតិចឹងបានន័យថាគណៈបកសង្គ្រោះជាតិចង្រៃណាទាល់តែរំលាយចោលភ្លាមគឺកើនទ្របនៅក្នុងគ្រួសារប្រពន្ធនេះចង្រៃណាស់ទាល់តែលែងលះផ្ដាច់សង្វាសបានជាឡើងទ្របនៅក្នុងគ្រួសារឬក៏យ៉ាងម៉េចបើយើងមើលតួលេខនេះតែមួយក្រឡេកភ្នែកយើងឃើញថាដូចតែយើងបំផ្លាញគណៈបកសង្គ្រោះជាតិចោលហើយសេដ្ឋកិច្ចយើងចាប់ផ្ដើមឡើងហ្មងក៏ប៉ុន្តែការគិតនេះគឺជាការគិតខុសស្រឡះសេដ្ឋកិច្ចដែលឡើងក្នុងឆ្នាំ2018នៅពេលមួយឆ្នាំក្រោយរំលាយគណៈបកសង្គ្រោះជាតិនេះណាគឺជាផលគេរបស់គណៈបកសង្គ្រោះជាតិដែលបានជួយកសាងទ្របធនជាមួយនឹងគណៈបកប្រជាជនកម្ពុជាមកដឹកដៃគ្នាមករហូតដល់តែពេលរំលាយចោលអាផលដែលកសាងទ្របជុំគ្នានឹងវាអត់តន់ទៅណាទេគឺវាកើនជាដូចថាដោយការវិនិយោគចឹងណាវាមានជាផលចំណេញវាមានជាកម្រៃជើងសារការប្រាក់ការអីចឹងឡើងមកក្រឹតក្នុងមួយឆ្នាំ2018ហ្នឹងគឺឡើងព្រឹបដោយសារតែទ្របបានមកពីកសាងជាមួយគ្នាបន្សល់គេពីគណៈបកសង្គ្រោះជាតិមកឡើងបាន7.5%ថាទូងស្គរនិយាយពីអស់ចាណាស់កម្ពុជាអត់គណៈបកសង្គ្រោះជាតិសេដ្ឋកិច្ចខ្មែរគឺសន្ទុះ
ស្ទុះស្ទាលើសលៈប្រទេសណាទាំងអស់លើពិភពលោកអូគណៈបកប្រជាជនអអេចណាស់ពួកអីរដ្ឋាភិបាលគេដឹកនាំត្រឹមត្រូវហើយឃើញហើយរំលាយគណៈបកសង្គ្រោះជាតិចោលសេដ្ឋកិច្ចដើរតែមកពីគណៈបកនេះចង្រៃបានជាយើងដើរលឿនចឹងប៉ុន្តែភ្លេចគិតថាអ្វីជាលំនឹងសេដ្ឋកិច្ចមិនមែនមួយថ្ងៃវាដើរទេវាឡើងមកការសន្សំស្បឺតទំនុកចិត្តនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុទំនុកចិត្តនៅក្នុងវិស័យតុលាការវិស័យនយោបាយវិស័យស្អីពុករលួយអភិបាលកិច្ចអប់រំអីហ្នឹងគឺថាសហគ្រាសធុនតូចធំធនធ្ងន់ធំហ្នឹងគឺវាមកជាមួយគ្នារហូតហាគេហ្នឹងវាមកស្រាប់តែដល់ពេលរំលាយគណៈបកសង្គ្រោះជាតិឡើងភឹបដូចភ្លើងច្បាំងអញ្ចឹងនៅឆ្នាំ2018ចាប់ពី2018មកដំក្បាលចាឥឡូវ2026នេះគឺចេះហ្មងនេះហើយគឺជាបណ្ដាសានៃការដែលយើងអត់គិតថាអាសេដ្ឋកិច្ចហ្នឹងគឺវាពាក់ព័ន្ធគ្នាជាមួយនឹងប្រជាធិបតេយ្យសេដ្ឋកិច្ចស្រុកខ្មែរដែលកើតឡើងដោយគណៈបកប្រជាជនកម្ពុជាអួតគ្រប់មាត់ថាមកដោយសារតែខ្លួនភាពជាអ្នកដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាហ្នឹងបានរីកចម្រើនដល់ប៉ុណ្ណឹងជាការពិតហើយបើគ្មានគណៈបកប្រជាជនកម្ពុជាក៏មិនអាចមកប៉ុណ្ណឹងប៉ុន្តែបងប្អូនកុំភ្លេចណាដើម្បីរំស្លូយើងត្រូវការគូ2នាក់គឺប្រុសមួយស្រីមួយឬយ៉ាងហោចណាស់ក៏មាន2នាក់តែភាសាអង់គ្លេសគេថា it takes two to tango ដើម្បីរាំចង្វាក់តង់ហ្គោគឺយើងត្រូវការដៃគូ2នាក់រាំម្នាក់ឯងរាំមិនកើតទេដូច្នេះអ្វីដែលបានជាគេមរតកមកបើទោះបីជាគណៈបកប្រជាជនកម្ពុជាអះអាងថាខ្លួនឯងនឹងជាអ្នកបានធ្វើអ្វីៗគ្រប់យ៉ាងបើគ្មានគណៈបកសង្គ្រោះជាតិចូលរួមទេមិនមានថ្ងៃនេះទេមិនមានថ្ងៃនេះទេប៉ុន្តែឥឡូវដោយសារតែបំផ្លាញគណៈបកសង្គ្រោះជាតិអាថ្ងៃនេះក៏លលាយដែរហើយការពិតជាក់ស្ដែងគឺឃើញហើយសេដ្ឋកិច្ចកម្ពុជាដាំក្បាលចុះពីឆ្នាំ2018មកពី 7.5 ចាប់ផ្ដើមចុះមក6 5 ឥឡូវនេះក្នុងឆ្នាំ2026នេះសេដ្ឋកិច្ចកម្ពុជាត្រូវបានខាងអ្នកព្យាករឬក៏ប្រធានបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រាប់មកថាកម្ពុជាមានវិបត្តិសេដ្ឋកិច្ចហើយដោយសារសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះនៅត្រឹមតែ 3% ទេបងប្អូនមិនធ្លាប់មានទេក្នុងរយៈពេលដ៏យូរឆ្នាំតាំងពីឆ្នាំ2000មកដល់2026ឆ្នាំសេដ្ឋកិច្ចខ្មែរអត់ដែលធ្លាក់ទាបដល់កម្រិតទាបខ្លាំងណាស់ចឹងបានថាបើប្រៀបធៀបទៅក្នុងឆ្នាំ2018គឺយើងធ្លាក់ជាងពាក់កណ្ដាលពី7ចុចជាងមកនៅ 3% នេះបងប្អូនឃើញសេដ្ឋកិច្ចធ្លាក់ខ្លាំងណាស់ហើយនេះជាគ្រោះថ្នាក់ណាស់យើងមិញយើងទៅសើថាឡើងយើងឡើងទៅអាគេចូលដល់ផ្លូវលបឿនលឿនគេនៅថេបន្តិចចុះបន្តិចឡើងបន្តិចចុះបន្តិចឡើងបន្តិចដើម្បីរក្សាលំនឹងអត់អីទេកន្លះភាគរយ 1% កន្លះភាគរយ 1% 0.3% 0.7% គឺក្នុងចន្លោះហ្នឹងយើងវិញឡើងមកតាន់គេយើងថាខ្ពស់ជាងគេផងដល់ឥឡូវយើងទៅបាតតារាងបដ ாய் ហេតុអីបានជាអញ្ចឹងបងប្អូនខ្ញុំដកស្រង់ប្រសាសន៍របស់លោកណែជាប្រធានបេសកកម្មរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំនៅកម្ពុជាដែលលើកឡើងនេះគឺលោកកេណេជីរ៉ូកាស៊ីវ៉ាសេដែលជាជនជាតិជប៉ុនហើយគាត់បានប្រជុំជាមួយនឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអូនពាន់មនីរដ្ឋនិងមន្ត្រីដទៃទៀតថ្ងៃនេះគឺកិច្ចប្រជុំធំនិយាយអំពីបញ្ហាវិបត្តិសេដ្ឋកិច្ចនៅកម្ពុជាប៉ុន្តែយើងមិនមែនស្លន់ស្លោបាត់ម្ចាស់ការទេបងប្អូនអាវិបត្តិសេដ្ឋកិច្ចហ្នឹងវាកើតឡើងមាននៅគ្រប់កន្លែងទេនៅពេលដែលមានវិបត្តិពិភពលោកវិបត្តិតំបន់វិបត្តិសង្គ្រាមវិបត្តិអីហើយយើងក៏ដឹងដែរវិបត្តិសេដ្ឋកិច្ចនេះគឺវាធ្លាក់ចុះតាំងពីឆ្នាំ2018មកដោយសារក្រោយរំលាយគណៈបកសង្គ្រោះជាតិហ្នឹងគឺវាឃើញផលនឹងរហូតយើងចាប់ផ្ដើមថយរហូតហើយដោយសារតែវិនិយោគិនក៏គេចាប់ផ្ដើមបាត់ការទុកចិត្តលើរដ្ឋាភិបាលគេអាប្រព័ន្ធពុករលួយប្រព័ន្ធ scam online ប្រព័ន្ធស្អីហ្នឹងគឺចាប់ផ្ដើមបែកខ្ទិះហើយដោយសារអីយើងបាត់ម្ចាស់ការខ្លួនឯងដែរដោយសារប្រព័ន្ធនេះគឺប្រព័ន្ធឈានទៅរកការដឹកនាំបែបមហន្តរាយទៅព្រោះយើងគ្មានអ្នកដែលជួយផ្ទៀងផ្ទាត់ជួយមើលការខុសត្រូវរដ្ឋាភិបាលដែលឲ្យរដ្ឋាភិបាលជិះសេះលែងដៃគាត់ប្រឹងដាច់ខ្យល់ងាប់ក៏គាត់ជួយអត់បានដែរវាអត់អាចអ្នកណាម្នាក់ទៅកែខ្លួនឯងនៅពេលដែលខ្លួនឯងជាអ្នកប្រព្រឹត្តទេកំហុសឆ្គងអីសពបែបយ៉ាងរបស់បុគ្គលម្នាក់គឺអាស្រ័យទៅលើមានអ្នកអង្គុយមើលអ្នកសំដែងល្ខោនណា
អ្នកអាចនឹងសម្ដែងបានជោគជ័យទាល់តែមានប្រិយមិត្តគេជួយទះដៃហូគេជួយរិះគន់បើយើងទៅសម្ដែងតែគ្នាឯង4 5នាក់ហើយប្រាប់គ្នាឯងមកសរសើររិះគន់គ្នាឯងតែបន្តិចទៀតលលាយហើយព្រោះវាអត់មានអ្នកណាជួយមើលផ្ទៀងផ្ទាត់យើងអញ្ចឹងរំលាយគណៈបកសង្គ្រោះជាតិនេះគឺរំលាយប្រព័ន្ធកញ្ចក់ឆ្លោះដើម្បីដូចថាផ្ទៀងផ្ទាត់កុំឲ្យជីសេះលែងដៃហ្នឹងគឺយើងជីសេះលែងដៃតែម្ដងអានេះជាភាពមហន្តរាយមិនមែនគណៈបកប្រជាជនអត់ដឹងទេដឹងក៏ប៉ុន្តែអត់មានជំរឹះអីក្រៅពីក្រាញអំណាចដើម្បីបកពួកនិយមក្រុមគ្រួសារព្រោះអីបើឲ្យគណៈបកប្រឆាំងនៅមានប្រជាប្រិយខ្លួនលលាយដដែលហ្នឹងអញ្ចឹងគណៈបកប្រជាជនកម្ពុជាប្រើយុទ្ធសាស្ត្រមួយគឺមិនបានស៊ីឆ្លីឲ្យខ្ទេចអញ្ចឹងតន់ខ្លួនមានឱកាសគឺឆ្លីជន់ឲ្យខ្ទេចបំផ្លាញឲ្យម៉ត់ទៅបើគណៈបកសង្គ្រោះជាតិឡើងមកក៏ប្រឹងដាច់ខ្យល់ងាប់ដែរព្រោះអីខ្លួនតន់មានឱកាសដង្ហើមចុងក្រោយហ្នឹងគឺប្រមូលឲ្យម៉ត់តែម្ដងត្រូវលួចត្រូវឆក់ត្រូវប្លន់ឲ្យអស់តែម្ដងអញ្ចឹងឃើញទេដីរ៉ែបឹងបួរបញ្ហាសពបែបយ៉ាង100មុខគឺទៅតាមតាជ័យធ្លាក់ទឹកហើយអើគ្មាននរណាទប់បានទេព្រោះអីក៏អត់ខ្វល់អំពើពុករលួយបញ្ហាអសកម្មសង្គមគឺគាត់កែអត់បានទេព្រោះអីយើងជ្រើសរើសយកវិធីយកមកឈ្នះដៃធ្វើម៉េចឲ្យតែទប់បានប្រមូលគេអកចុងក្រោយមុននឹងដាច់ខ្យល់អានេះហើយដែលអ្នកដែលវេទនាខ្លាំងជាងគេគឺប្រជាពលរដ្ឋយើងទាំងអស់បើសិនជាគណៈបកប្រជាជនកម្ពុជាគិតអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកុំឲ្យសេដ្ឋកិច្ចមានវិបត្តិកុំឲ្យមានបញ្ហាកុំឲ្យអីឲ្យប្រជាពលរដ្ឋផ្សះផ្សាគ្នាអត់រំលាយគណៈបកសង្គ្រោះជាតិទេយើងនិយាយឲ្យខ្លីតែប៉ុណ្ណឹងហើយកុំតែនិយាយថាគណៈបកនេះគឺជាគណៈបកបដិវត្តពណ៌ជាគណៈបកអូទៀមជាក្រុមគេលៀបពណ៌ដោយគណៈបកប្រជាជនកម្ពុជាទេអ្នកតស៊ូមតិនៅក្នុងស្រុកនេះគេតស៊ូតាំង20 30ឆ្នាំមកហើយដើម្បីឲ្យមានប្រជាធិបតេយ្យគេខំជួយកវែកកឆ្នាំងបានមកសេដ្ឋកិច្ចកើនឡើងមកប៉ុណ្ណឹងអត់អរគុណគេរំលាយគេចោលហើយទៅទាត់គេចោលពីរអ្នកប្តីប្រពន្ធបងប្អូនសាកគិតមើលយើងកសាងទ្រព្យរួមគ្នារួមចំណងអាពាហ៍ពិពាហ៍មានកូនមានចៅមកកតេលហើយចុងក្រោយយើងទាត់យើងប្រលេះហើយយើងទៅចោទថានាងនឹងមានសហាយស្មន់នាងនឹងអីអញ្ចេះនឹងទ្រព្យនឹងបានមកពីប្តីខំម្នាក់ឯងអីទេហើយទៅយកបងហើយទៅលៀបពណ៌គ្នាចោទប្រកាន់គ្នាថាជាស្រីនារីរស់ស៊ីផ្លូវភេទអាភិសអីចឹងចុះតែលៀបពណ៌គ្នាសពបែបយ៉ាងតើគ្នារងគ្រោះប៉ុណ្ណាខំប្រឹងកសាងគេអាកជាមួយគ្នាតាំងពីកវែកកឆ្នាំងមកយើងបើថាមិនបានអីក៏ដឹងគុណគ្នាទៅរំលាយគ្នាចោលហើយយកលៀបពណ៌គ្នាថាគ្នានឹងគឺជាស្ត្រីផ្កាមាសសោភានីស្អីណាចង្រៃនៅក្នុងគ្រួសារឥឡូវគ្រួសារហ្នឹងចង្រៃដោយសារតែយើងធ្វើបាបគេអញ្ចឹងវិញឃើញនៅចង្រៃហើយនេះហើយឥឡូវនៅពេលដែលគេថាសេដ្ឋកិច្ចធ្លាក់ចុះហ្នឹងគឺលោកគេនេជីរ៉ូហ្នឹងក៏គាត់បាននិយាយថាតាមពិតវាមកពីកត្តាច្រើនយ៉ាងដែរដែលលោកបានលើកឡើងឲ្យមានភាពយុត្តិធម៌គាត់ថាទី1គឺតកតងនឹងវិបត្តិដោយសារសង្គ្រាមចំនួនព្រំដែនខ្មែរថៃដោយសារតែវិបត្តិនៅមជ្ឈិមបូព៌ាសង្គ្រាមអាមេរិកជាមួយនឹងអ៊ីរ៉ង់វិបត្តិពិភពលោករឿងស្អីហ្នឹងក៏ប៉ុន្តែរឿងទាំងអស់នេះបងប្អូនសួរឲ្យខ្លីទៅវិញចោះបើមានវិបត្តិហ្នឹងមានវិបត្តិព្រំដែនជាមួយថៃមានវិបត្តិរឿងមជ្ឈិមបូព៌ាមានវិបត្តិសេដ្ឋកិច្ចអីពិភពលោកឬក៏អីក៏ដោយចោះហេតុអីបានតែធ្លាក់សេដ្ឋកិច្ចទៅកម្ពុជាសំណួរសួរអញ្ចេះទៅវិញអ្នកណាក៏ប៉ះពាល់ដែរប្រេងឡើងថ្លៃគេឡើងថ្លៃដូចគ្នាព្រោះអីវាជារឿងពិភពលោកអាហ្នឹងគឺយើងទទួលស្គាល់ក៏ប៉ុន្តែហេតុអីទៅពេលដែលមានវិបត្តិសេដ្ឋកិច្ចដោយសារចំនួនព្រំដែនខ្មែរថៃហេតុអីវៀតណាមអត់មានវិបត្តិសេដ្ឋកិច្ចដូចយើងហេតុអីឡាវអត់មានវិបត្តិសេដ្ឋកិច្ចដូចយើងហេតុអីបានថៃដែលជាអ្នកដែលឆ្លោះព្រំដែនជាមួយយើងនេះដែលយើងគិតថាអាហ្នឹងដោយសារចំនួនព្រំដែនហេតុអីបានថៃអត់មានវិបត្តិសេដ្ឋកិច្ចផ្ទុយទៅវិញសេដ្ឋកិច្ចរបស់ថៃរក្សាលំនឹងហើយភ្ញៀវទេសចរថៃអីវិញគឺគេនៅតែមានច្រើនឥតកណនាឯខ្មែរយើងធ្លាក់គ្រប់រឿងធ្លាក់វិស័យទេសចរពាក់កណ្ដាលពីបរទេសហើយនៅពេលដែលក្នុងស្រុកហ្នឹងអត់មានភ្ញៀវទេបំប៉ោងតួលេខហ្នឹងឲ្យឃើញ20លានអ្នកអីអញ្ចឹងទៅដល់គេរករឿងទៅថា20លានដងអីណាទៅវិញអញ្ចឹងទៅដល់យើងអស់តួលេខហ្នឹងយើងចាប់ផ្ដើមបំប៉ោងបរិមាណដើម្បីបន្លប់ប្រជាពលរដ្ឋឲ្យយល់ខុសអំពីចំនួនភ្ញៀវទេសចរផ្កាប់ឆ្នាំងអស់ហើយថាភ្ញៀវឲ្យគ្រប់ទិសទីអញ្ចឹងទៅដើម្បីលួងចិត្តឲ្យប្រជាពលរដ្ឋកុំសោកសៅពេកយើងនាំគ្នាជឿទៅលើនយោបាយប្រជាពិធបំប៉ោងតួលេខនឹងអញ្ចឹងទៅធ្វើឲ្យស្អំចិត្តប្រជាពលរដ្ឋ
តែឥឡូវយើងទៅហើយបងប្អូនអញ្ចឹងបានចេះសួរថាហេតុអីបានជាសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះនៅពេលដែលសេដ្ឋកិច្ចគេអត់ទៅណាសោះបើវៀតណាមវិញគឺភ្ញៀវទេសចរកើនឡើង15%ទៅទៀតដោយសារអីបងប្អូនគឺដោយសារវិបត្តិផ្ទៃក្នុងរបស់កម្ពុជានឹងឯងមិនមែនដោយសារវិបត្តិផ្ទៃក្នុងលើពិភពលោកតែមួយមុខទេពិភពលោកអ្នកណាមានវិបត្តិគឺយើងមានវិបត្តិដូចគ្នាហើយប្រទេសទាំងអស់នៅណាក៏មានការប៉ះពាល់រឿងសាំងឡើងថ្លៃនឹងដែរក៏ប៉ុន្តែក្រៅពីហ្នឹងគឺគេទប់បានទាំងអស់ឯយើងវិញអាសាំងក៏ឡើងថ្លៃអាប្រាក់បៀវត្តប្រាក់ចំណូលអីក៏ឡើងមិនបានកាន់តែយ៉ាប់អាបញ្ហាអសកម្មនៅក្នុងសង្គមកើនឡើងអា scam online ផងអាព្រំដែននឹងផងអាបាត់អធិបតេយ្យផងអារឿង100ជំពូកយើងមកគឺនុចភ្នំព្រះសម័យសង្កត់លើប្រទេសកម្ពុជាដោយសាររបៀបដឹកនាំរដ្ឋយើងអត់បានដឹកនាំដើម្បីត្រៀមខ្លួនដូចខ្ញុំនិយាយចឹងគ្រួសារដែលមានប្តីប្រពន្ធនៅជាមួយគ្នាមិនត្រូវគ្នាមិនចោះសម្រងគ្នាត្រូវខ្លះខុសខ្លះចានក្នុងរាវប៉ះតកិច្ចគ្នាឆ្លោះខ្នះបែកខ្នងខ្លះសម្ដីលឹះលុះអីខ្លះវាអត់អីទេវាជាចំណងអាពាហ៍ពិពាហ៍កម្មពៀជាមួយគ្នាឬក៏និស័យពីព្រេងមកវាទៅតែអញ្ចឹងតាក៏ប៉ុន្តែដល់ពេលយើងបំផ្លាញគ្នាយើងធាក់គ្នាយើងវាយគ្នាយើងលៀបពណ៌គ្នាយើងផ្ដាច់សង្វាស់ហើយយើងអួតថាខ្លួនឯងនៅយោងម្នាក់ឯងបានវាជាហង្សបាក់ស្លាប់ហើយដល់ពេលអញ្ចឹងយើងមានវិបត្តិស្លាប់របស់យើងបាក់បាត់ទៅហើយនឹងគឺយើងវាយស្លាប់ខ្លួនឯងកំតិចស្លាប់ខ្លួនឯងបើអ្នកដតីកំតិចអត់សូវអីទេបងប្អូនយើងកំតិចស្លាប់ខ្លួនឯងហើយជាបាក់សីទៅហោះអីរួចបើមិនដើរដីឥឡូវយើងដើរដីហើយព្រោះស្លាប់យើងបាក់មកជាហៀងហើយក៏ហើមិនរួចអួតថានៅស្លាប់មកចំហៀងទៀតឬស្លាប់ស្ដាំស្លាប់អីហ្នឹងទៅហោះមិនបើយើងត្រូវការពីឥឡូវហ្នឹងយើងដើរដីហើយបាក់សីដើរដីហើយដោយសារតែចរិតយើងហើយឥឡូវចឹងបើខ្ញុំនិយាយថាយើងទៅបន្ទោសទៅបញ្ហាពិភពលោកវាមានហើយក៏ប៉ុន្តែយើងខ្លួនឯងកជើធ្លុះខ្លួនឯងយើងអត់អាចទប់បានឥឡូវយើងចាប់បាត់ហើយសេដ្ឋកិច្ចយើងចុះដល់ទៅប៉ុណ្ណេះហ៎បងប្អូនមិនដឹងប្រមាណឆ្នាំទេបងប្អូនត្រូវចាំថាទម្រាំបានសេដ្ឋកិច្ចឡើងដល់7%ក្នុងឆ្នាំ2018ត្រូវការកសាងពីឆ្នាំ1991មក30ឆ្នាំ20ឆ្នាំជាងទម្រាំបានសេដ្ឋកិច្ចឡើងដល់ត្រឹមកម្រិត7%ឥឡូវមកចុះដល់3%ដល់កម្រិតមួយដែលមុនឆ្នាំដែលពេលសេដ្ឋកិច្ចយើងកំពុងតែដាបអញ្ចឹង20ឆ្នាំជាងទម្រាំបានប៉ុណ្ណឹងតើពេលណាដែលយើងអាចកសាងប៉ុណ្ណឹងហើយដល់ពេលដែលយើងធ្លាក់បែបនេះយើងសង្ឃឹមថាវានឹងឡើងវិញតែក្នុងករណីយើងកែតម្រង់ទេហើយយើងអត់មានកែតម្រង់អីទាំងអស់ឥឡូវពេលដែលលោកតំណាង IMF នៅកម្ពុជាថាសេដ្ឋកិច្ចកម្ពុជាធ្លាក់ជាងពាក់កណ្ដាលគឺនៅត្រឹមតែ3%គឺជាការធ្លាក់ចុះធ្ងន់មែនតើវិបត្តិហើយនេះគឺជាវិបត្តិអញ្ចឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគេចេញសេចក្តីប្រកាសមួយគឺតាមរយៈរដ្ឋមន្ត្រីក្រសួងនេះគឺលោកអូនពាន់មនីរតន៍គេទម្លាក់កញ្ចប់ថវិកាចំនួន1244 លានដុល្លារដើម្បីអន្តរាគមន៍ជួយទប់ជីវភាពប្រជាពលរដ្ឋក្នុងស្ថានភាពមានវិបត្តិអញ្ចឹងរដ្ឋាភិបាលកម្ពុជាខ្លួនឯងទទួលថាកម្ពុជាខ្លួនឯងមានវិបត្តិហើយទើបនាំគ្នាបញ្ចេញកញ្ចប់ថវិកាដើម្បីអន្តរាគមន៍ខ្ញុំជឿថានេះគឺជាការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាលទេខ្ញុំកោតសរសើរក្រសួងហិរញ្ញវត្ថុនិងរដ្ឋាភិបាលកម្ពុជាដែលថាស្ថានភាពដាបបែបនេះក៏មានវិធានការចាត់ការដើម្បីដោះស្រាយដែរហើយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី7ខែកក្កដាម្សិលមិញនេះបាននិយាយថាកញ្ចប់ថវិកាចំនួន1244 លានដុល្លារនេះគឺជាកញ្ចប់ថវិកាដើម្បីដោះស្រាយបញ្ហាដែលចែកចេញជាច្រើនយ៉ាងឥឡូវខ្ញុំថាលុយនេះគឺជាអន្តរាគមន៍គឺទម្លាក់កញ្ចប់ថវិកានេះគឺទី1គេហៅកញ្ចប់វិធានការទី1ផ្ដោតលើការរក្សាលំនឹងជីវភាពដោយផ្សារភ្ជាប់នឹងការបង្កើតការងារកញ្ចប់វិធានការទី2គឺកញ្ចប់វិធានការផ្ដោតលើការផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរកញ្ចប់អន្តរាគមន៍ទី3គឺផ្ដោតលើការគ្រប់គ្រងការធ្វើអន្តរកម្មនិងការបំផ្លែងធម្មពលឯកញ្ចប់អន្តរាគមន៍ហ្នឹងឯងនិយាយទៅកញ្ចប់លុយ
1244 លានមិញហ្នឹងគឺសំដៅទៅលើ3កញ្ចប់ហ្នឹងកញ្ចប់អន្តរាគមន៍ហ្នឹងហើយរឿងនេះបើតាមក្រសួងសេដ្ឋកិច្ចថាត្រូវប៉ាន់ស្មានចំណាយសរុបហ្នឹងគឺ1244លានដុល្លារដែលប្រភពធនធានហ្នឹងត្រូវបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន4បានន័យថាបានលុយប្រភព4គឺទី1យកពីថវិការដ្ឋទី2គឺយកមកពីធនធានរបស់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលនិងទី3គឺចំណាយសារពើពន្ធនិងថវិកាដៃគូអភិវឌ្ឍអីចឹងទៅយកមកទុកបើយើងស្ដាប់ទៅគឺនេះគឺជាអន្តរាគមន៍មួយដើម្បីស្អំចិត្តប្រជាពលរដ្ឋកុំឲ្យព្រួយបារម្ភខ្លាំងពេកដែរព្រោះយើងមានវិបត្តិសេដ្ឋកិច្ចបែបនេះគឺយើងត្រូវការទប់ហើយកន្លងមករដ្ឋាភិបាលមិនបានទប់ទេថ្លៃសាំងឡើងថ្លៃនេះរដ្ឋាភិបាលចាយលុយប្រហែលជា50-60លានដុល្លារដែលកំពុងតែខ្វះស្រាប់ហ្នឹងដើម្បីធ្វើគេហៅឧបត្ថម្ភទុនគេហៅ subsidy ដើម្បីជួយឲ្យវិស័យប្រេងនេះកុំឡើងថ្លៃសុកចិត្តកាត់អត់យកពន្ធយកអីចឹងនេះគឺជាចំណាត់ការរបស់រដ្ឋាភិបាលក្នុងគ្រាដែលមានបញ្ហានេះដែរគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើប៉ុន្តែសំណួរដែលសួរទៅលោកអូនពាន់មនីរតឬក៏រដ្ឋាភិបាលកម្ពុជាវិញអ្នកណាដែលធ្វើឲ្យប្រទេសកម្ពុជាមានវិបត្តិពីដំបូងទីមកអាហ្នឹងទី1ទី2សួរថាលុយនេះថវិកាដែលបានពីហិរញ្ញប្បទានប្រភព3 4នេះតើបានមកពីណានៅពេលដែលយើងខ្វះស្រាប់នេះថវិកាជាតិយើងមួយឆ្នាំត្រូវការ10,000លានដុល្លារជាងហើយវិស័យការពារជាតិយើងជាពិសេសវិស័យយោធានេះត្រូវការឡើងប្រាក់ជួយទៀតដោយសារអីយើងអត់មានសពាវុធយើងអត់មានស្អីច្រើនទេសម្រាប់ជួយវិស័យយោធានេះដោយសារលោកហ៊ុនសែនក៏ថារវល់យកលុយទៅធ្វើស្ពានឯណាណោះឥឡូវអាលុយវិស័យយោធាដែលមាន8-900លានដុល្លារនៅក្នុងមួយឆ្នាំអត់គ្រប់ទេហើយឥឡូវហ្នឹងអត់ទេត្រូវកាត់បន្ថយអត់អាចទៅជួយវិស័យយោធាហើយម្នាក់អង្គុយថាចាំវាយថៃឯណានោះទៀតវិស័យយោធាយើងរកតែលុយដាក់ថែមអត់បានហើយឥឡូវនៅពេលដែលយើងខ្វះលុយសម្រាប់ថវិកាជាតិឆ្នាំ2026-27នេះព្រោះអីយើងប្រមូលពន្ធបានតែ6,000លាន7,000លានហ្នឹងច្រើនអស់8,000លានចុះហើយទៅយើងចាយ10,000លានតែយើងសងគេផងចពាក់គេ13,000លានកន្លះហើយយើងសងការប្រាក់សងអីសងមិនគ្រប់ហើយឥឡូវយើងទៅដកចេញពីថវិកាជាតិថវិការដ្ឋដែលមានស្រាប់អញ្ចឹងមានន័យថាម៉េចមានន័យថាយើងកំពុងតែខ្វះស្រាប់គឺបានន័យថាយើងហូបបាយយើងមកហូបបបរហើយបងប្អូនគិតថាអីមិនដែរតែបបររហូតអាចនឹងស្គមស្គាំងរីងរែកដឹងតែសួរថារដ្ឋាភិបាលមានជំរើសអីអញ្ចឹងសំណួរទី1គឺការដែលធ្វើឲ្យសេដ្ឋកិច្ចនេះដាបគឺយើងធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋយើងដាបដល់ពេលមានវិបត្តិគឺយើងទប់អត់បានព្រោះអីយើងបែកខ្ញែកផ្ទៃក្នុងស្ថានភាពដាបស្រាប់គឺយើងអន្តរាយតែម្ដងអាហ្នឹងទី1ទី2មកដល់ម៉ោងនេះខ្ញុំសរសើរអន្តរាគមន៍ប៉ុន្តែនៅពេលដែលយើងមានអន្តរាគមន៍បែបនេះវិបត្តិសេដ្ឋកិច្ចបែបនេះតើយើងមានគិតទេថាលុយកំពុងតែឥឡូវកូនមានមួយសបុកថាកូនយើងមាន10នាក់ម្ដាយឪពុក2នាក់រដាច់ខ្យល់ងាប់ឥឡូវស្រាប់តែយើងមានវិបត្តិគ្រួសារហើយយើងអត់អាចកាលពីមុនពេលវិបត្តិមានភ្លាមបាយមួយថ្ងៃ3ពេលមិនចឹងឯងបងប្អូនកូន10នាក់អញ្ចឹងយើងត្រូវបន្ថយមកនៅ2ពេលព្រោះអត់មានលទ្ធភាពទេឥឡូវយើងត្រូវបន្ថយមកហូបបបរវិញ3ពេលក៏3ទៅប៉ុន្តែសុំបបរព្រោះអីបើបង្កមួយថ្ងៃ10កំប៉ុងឥឡូវហ្នឹងយើងនៅសល់តែ5កំប៉ុងអត់ដល់5កំប៉ុងទេ4កំប៉ុងដូច្នេះហូបបន្ថយឬក៏ហូបបបរទៅហត់ទឹកទៅហើយយើងនៅធ្វើឲ្យហូបបបរអញ្ចឹងរហូតឬក៏យ៉ាងដូចម្ដេចមិញខ្ញុំសួរបងប្អូនយើងត្រូវធ្វើអញ្ចឹងទៀតយើងត្រូវឲ្យកូនហូបបបរបើក្នុងរយៈពេលខ្លីអត់អីទេហូបបបរ3-4អាទិត្យអញ្ចឹងទៅដើម្បីយើងត្រៀមរកដំណោះស្រាយប៉ុន្តែអីដែលជាដំណោះស្រាយដើម្បីកុំឲ្យយើងហូបបបរហើយបន្តិចទៀតដាច់បបរនឹងទៀតគឺយើងកែតម្រង់ប្រព័ន្ធដឹកនាំរដ្ឋយើងដោយប្រមូលធនធានដែលពិបាកស្រាប់ឥឡូវកូនមាន10នាក់ដើម្បីឲ្យយើងនៅសល់បាយ3ពេលកុំហូបបបរតែយើងធ្វើម៉េចបងប្អូនយើងធ្វើម៉េចមើលសួរឲ្យខ្លីកូន3 5 10នាក់មកនៅតាមហូបរហង់ហ្នឹងគឺទី1គឺយើងត្រូវរំលែកកូនយើងរំលែកយ៉ាងម៉េចគឺយក5នាក់យកទៅដាក់មណ្ឌលកុមារកំព្រាសិនទៅក៏បានដែរ
នេះនៅក្នុងន័យដែលយើងត្រូវដោះស្រាយនៅក្នុងគ្រួសារសាមញ្ញប៉ុណ្ណឹងយកកូន5នាក់ទៅដាក់នៅមណ្ឌលកុមារកំព្រាឬក៏មណ្ឌលស្អីក៏ដោយឬក៏កន្លែងដែលទីជំរកណាដើម្បីឲ្យគេជួយផ្គត់ផ្គង់អាហារឲ្យគាត់នៅកន្លែងណាឲ្យគេមើលសិនទៅនៅសល់កូន5នាក់នេះគឺយើងអាចហូបបាយ3ពេលបានណាអញ្ចឹងបានន័យថាអត់ចាំបាច់ដោះស្រាយអីគ្រាន់តែដកកូន5នាក់ចេញទៅឲ្យនៅមណ្ឌលកុមារកំព្រាយើងមិនបោះបង់ចោលកូនហ្នឹងឯងមិនអញ្ចឹងឯងឲ្យនៅមណ្ឌលកុមារកំព្រាហើយទៅមានគេជួយមើលព្រោះគេមានលុយមានអីអញ្ចឹងកូន5នាក់នេះយើងអាចចិញ្ចឹមបានណាព្រោះអីអាការចំណាយរបស់យើងវាថយពាក់កណ្ដាលប៉ុន្តែយើងកាត់ចំនួនអ្នកហូបពាក់កណ្ដាលវាត្រឹមល្មមនឹងការថយពាក់កណ្ដាលគឺត្រូវអាចបាយ3ពេលបានហើយទៅទៀត10 20ឆ្នាំទៀតក៏បានដែរហើយចាំប្រឹងរអា5នាក់ហ្នឹងប្រឹងហែងខ្មើដៃគ្នាទៅបន្ថែមប្រាក់ចំណូលកែអាឡែងខុសហ្នឹងទៅយើងអាចរកប្រាក់ចំណូលអ្នកនេះទៅលាងចានឲ្យគេអ្នកនោះទៅបោសសម្រាមឲ្យគេទៅបានលុយបានថវិកាបន្តិចបន្តិចយកមកផ្សំគ្នាទៀតទៅរកលុយបានទៅធ្វើឲ្យអាបាយ3ពេលហ្នឹងកាលខ្លាញ់មកមានខ្លះបានហ្វីឡុងហ្វីលេលុកលាក់អីមួយពេលពីរអីគ្រាន់ជប់លៀងអីទៅគឺវាមិនបាយកកជាមួយនឹងសាច់ក្រកទឹកស៊ីអ៊ីវសុតចឹងទេប៉ុន្តែនៅតែបាយទេមិនបបរទេនេះនៅក្នុងករណីដែលយើងរំលែកកូនពាក់កណ្ដាលឥឡូវសួរមករដ្ឋាភិបាលកម្ពុជាវិញកំពុងតែហូបបបរហ្នឹងតើយើងមានបានរកវិធានការណាដើម្បីឲ្យរំលោះកូនយើងទេអត់ក្រសួងមន្ទីរយើងមាន25ក្រសួងមន្ទីរតើមកដល់ម៉ោងហ្នឹងរដ្ឋាភិបាលបានប្រាប់ថាដើម្បីវិធានការទប់វិបត្តិសេដ្ឋកិច្ចកម្ពុជា គឺយើងត្រូវកាត់បន្ថយការចំណាយរបស់រដ្ឋពាក់កណ្ដាលហើយតាមពិតមិនបាច់កាត់បន្ថយទេព្រោះការកាត់បន្ថយចំណាយស្អីនៅក្រសួងរដ្ឋហ្នឹងគឺជាការដែលធ្វើឲ្យប៉ះពាល់ដល់សេវាសាធារណៈទេព្រោះសេវាដែលគ្នាខ្វះខាតហើយដល់ពេលយើងកាត់ចំណាយថវិការដ្ឋពាក់កណ្ដាលបានន័យថាយើងកាត់បន្ថយសេវាជូនប្រជាពលរដ្ឋដែលខ្វះខាតបាត់ពាក់កណ្ដាលយើងកុំកាត់សេវាប្រជាពលរដ្ឋអីយើងកាត់ចំនួនមន្ត្រីរាជការនិងក្រសួងវិញដើម្បីទុកសេវាហ្នឹងជូនប្រជាពលរដ្ឋឲ្យនៅដដែលដូចខ្ញុំនិយាយចឹងយើងអត់មានត្រូវការបើកូន10នាក់គឺយើងរំលែក5នាក់ចេញទៅដើម្បីទុកឲ្យញ៉ាំបាយនឹងបានគ្រប់ដដែល3ពេលដដែលតែបើនៅ10នាក់បបរហើយព្រោះវាអត់ហូបគ្រប់ទេ 100% គឺបបរហើយបបរយូរទៀតព្រោះកាន់តែលំបាកទៅតែបើនៅ5នាក់គឺយើងអាចហូបបាយហើយយើងប្រឹងទៅនេះគឺជាវិធានការដោះស្រាយតែរដ្ឋាភិបាលអត់មានបាននិយាយសូម្បីតែបន្តិចអំពី Plan B ផែនការខថាតើយើងធ្វើយ៉ាងម៉េចអត់ពេលណាខ្ញុំមិនខ្វល់ទេរឿងកាត់បន្ថយចំនួនមន្ត្រីរាជការនិងក្រសួងមន្ទីរពេលនេះគឺជាពេលស្លាប់រស់និយាយស្លាប់នឹងរស់ហ្មងកូន10នាក់ក៏មានតែប៉ុណ្ណឹងកំប៉ុងហើយស្តុកទុកបានតែប្រមាណអាទិត្យទៀតទេបើសិនជាមិនដោះស្រាយគឺបន្តិចទៀតអាបបរក៏កូនដាច់ពោះដែរតើយើងសុកចិត្តឲ្យដាំបបររហូតដល់កូនដាច់ពោះឬក៏យើងរកដំណោះស្រាយឲ្យកូនហូបបាយហើយមួយខាងទៀតក៏ហូបបាយដែរគ្រាន់តែថារំលែកគ្នានេះគឺជារឿងស្លាប់រស់របស់រដ្ឋាភិបាលកម្ពុជាបងប្អូនអត់មានលេងសើចទេណាគឺត្រូវការកាត់បន្ថយក្រសួងនេះពាក់កណ្ដាលនៅក្នុងពេលហ្នឹងភ្លាមហ្មងតាគឺត្រូវឲ្យនៅតែត្រឹមពាក់កណ្ដាលបានហើយបានន័យថាម៉េចបើថវិការដ្ឋចាយលុយសម្រាប់បើកប្រាក់ខែរាជការសប្ងៃហ្នឹងណា$1000 លានជាងនៅក្នុងមួយឆ្នាំគ្រាន់តែប្រាក់បៀវត្តហ្នឹងប្រហែលជា$1000 លានជាងយើងកាត់ពាក់កណ្ដាលយើងបានលុយជាង$500 លានយកមកដើម្បីដោះស្រាយទប់អាបញ្ហាផ្ដល់សេវាឲ្យប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ឲ្យបាយ3ពេលនៅដដែលអត់ត្រូវការខ្ចីលុយគេអត់ត្រូវការអីទាំងអស់ហើយប្រសិទ្ធភាពការងារនឹងមានច្រើនជាងមុនទៀតដោយសារអីឥឡូវហ្នឹងទៅជន់ជើងគ្នាបំផ្លាញជាតិមន្ត្រីរាជការទាំងអស់នេះខ្ញុំសុំទោសខ្ញុំនិយាយធ្ងន់បន្តិចហើយបងប្អូនជួយជាតិច្រើនណាស់មន្ត្រីរាជការហ្នឹងក៏គាត់មានទួនាទីជួយតាមលទ្ធភាពដែលអាចធ្វើទៅបានក៏ប៉ុន្តែនៅពេលដែលបងប្អូនចូលទៅមានទីប្រឹក្សាមន្ត្រីក្រសួងមន្ទីរគ្រាន់តែអនុរដ្ឋលេខាធិការ10 20 ទីប្រឹក្សារាប់រយនាក់អស់លោកបំផ្លាញជាតិនេះទេកម្ពុជាមិនដល់ថ្នាក់អីត្រូវការទីប្រឹក្សាស្អីរាប់រយរាប់ពាន់នាក់ទេត្រូវការតែលោកហ៊ុនសែនមួយក៏បានដែររាល់ថ្ងៃនេះព្រោះគាត់ធ្វើការតែម្នាក់ឯងមិនបាច់អស់លោកអស់លុយស្អីគាត់និយាយស្អីការងារអីអស់លោកអត់ដែលធ្វើផងណាតើតលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអីចឹងហ៊ុនម៉ាណែតហ្នឹងក៏អត់ប្រយោជន៍ដែរ
តើតើលោកហ៊ុនសែនស្រែកមកវាស់ចឹងទៅបានធ្វើអញ្ចឹងយកលុយបង់ឲ្យអស់លោកបានប្រយោជន៍អីសប្ងៃមកខ្ញុំសួរអស់លោកបានប្រយោជន៍អីសប្ងៃដឹងខ្លួនឯងទៅធ្វើនឹងបានប្រយោជន៍អីអភិបាលខេត្តអភិបាលអីនឹងបានការអីគេឲ្យប្រកាសព្រោះអត់ធ្វើការខ្លួនឯងទេដល់នាយករដ្ឋមន្ត្រីស្រែកទៅបានទៅបញ្ញាប់